ประเภทปวดเมโรค HPV มันแมนจีปวดเมโรค HIV ទេ ជំងឺសេមន់ឆ្លងតាមរយៈណាឲ្យដុះនៅកន្លែងណាខ្លះអ្នកអូន ចាចំពោះជំងឺសេមន់បងប្អូនត្រូវចាំថាជាប្រភេទនៃជំងឺកាមរោគដែលឆ្លងតាមរយៈការរូបភេទអញ្ចឹងជំងឺនេះគឺមានការឆ្លងតាមរយៈការប៉ះស្បែកគ្នាកំឡុងពេលដែលគាត់រួមដំណេកមិនថាស្ត្រីនិងស្ត្រីបុរសនិងបុរសឬក៏ស្ត្រីនិងបុរសទេហើយក៏អាចឆ្លងមកកាន់កូនផងដែរតាមរយៈម្ដាយដែលគាត់ពពោះគាត់សម្រាលកូនតាមបែបធម្មជាតិដោយការប៉ះស្បែកនៅលើតំបន់ទ្វេមាសរបស់គាត់នេះអញ្ចឹងគឺធ្វើឲ្យកូនគឺមានឆ្លងពីគាត់ដូចគ្នាដែរហើយចំពោះទីតាំងទៅលើការកើតសម្រាប់បងប្អូនដែលគាត់រួមភេទតាមរយៈតំបន់ប្រដាប់ភេទអញ្ចឹងគឺធ្វើឲ្យគាត់ឃើញមានចេញជារោគសញ្ញាមួយចំនួនដូចគ្នាដូចជាការដោះដុំសាច់នឹងនៅលើតំបន់ប្រដាប់ភេទរបស់គាត់សម្រាប់ស្ត្រីអាចនឹងគាត់ដោះផ្នែកខាងក្នុងនៃទ្វារមាសឬក៏ខាងក្រៅនៃទ្វារមាសឬក៏គាត់អាចដោះនៅលើមាត់ស្បូនរបស់គាត់ហើយកាលណាដែលគាត់រួមភេទតាមតំបន់រុនគូតក៏ធ្វើឲ្យគាត់នឹងមានការដោះដុំសាច់នៅជុំបរិវេណនៃរុនគូតរបស់គាត់ផងដែរករណីមួយបើសិនជាគាត់ធ្វើការរួមដំណេកតាមរយៈដោយការប្រើមាត់ក៏ធ្វើឲ្យគាត់នឹងឃើញមានដុំសាច់នឹងនៅតាមរយៈបំពង់កតាមចាញ់ថ្មីឬក៏តាមដាតរបស់គាត់ផងដែរចំពោះបងបរោះវិញចាគឺគាត់ឃើញមានតំបន់កើតនៃដុំសាច់ហ្នឹងកើតនៅលើតំបន់ប្រដាប់ភេទរបស់គាត់នៅកន្លែងកលកនៃប្រដាប់ភេទចាឬក៏នៅកន្លែងថ្ងាសរបស់គាត់ឬក៏នៅតាមតំបន់ប្រដាប់ភេទរបស់គាត់ទាំងអស់តែម្ដងចាជំងឺហ្នឹងបើសិនជាយើងទុកយូរអាចបង្កជាជំងឺអេដដែរអត់អ្នកគ្រូជំងឺហ្នឹងអូចំពោះករណីនេះគឺសំខាន់ណាស់អញ្ចឹងបងប្អូនត្រូវដឹងថាប្រភេទពពួកមេរោគ HPV មិនមែនជាពពួកមេរោគ HIV ទេអញ្ចឹងមេរោគពីរនេះគឺផ្សេងពីគ្នាប៉ុន្តែកាលណាដែលបងប្អូនមានការផ្ទុកពពួកមេរោគ HPV នេះហើយគឺធ្វើឲ្យប្រព័ន្ធការពាររាងកាយបងប្អូនថយចុះដូច្នេះងាយធ្វើឲ្យបងប្អូននឹងមានការឆ្លងជាមួយនឹងជំងឺផ្សេងៗទៀតដូចជាប្រភេទជំងឺអេដឬក៏ជំងឺស្វាយមកជាមួយចាអរគុណច្រើនអ្នកគ្រូអរគុណច្រើនចាអរគុណច្រើនដូចគ្នា